ក្នុងការធ្វើកម្មដែលជាកុសលនិងអកុសលចិត្តមានសភាពដល់មុនចិត្តជាធំព្រោះថាកម្មដែលធ្វើដោយចិត្តផោផង់ហើយរមែងមិនលះបុគ្គលដែលទៅកាន់ទេវលោកមនុស្សលោកដូចស្រមោលដូច្នោះបានស្ដាប់មកក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ម្នាក់ឈ្មោះអតិនពពកៈគេមិនធ្លាប់ឲ្យវត្ថុអ្វីៗដល់នរណាព្រោះដូច្នោះប្រជុំជនទាំងឡាយបានដាក់ឈ្មោះគេថាអតិនពពកៈគេមានបុត្រម្នាក់ជាទីស្រឡាញ់ពេញចិត្តក្រោយមកគេប្រាថ្នានឹងធ្វើគ្រឿងប្រដាប់ឲ្យបុត្រគិតថាបើយើងជួលជាងមាសក៏នឹងត្រូវឲ្យថ្លៃឈ្នួលដូច្នេះទើបដុតមាសដំធ្វើក្រវិលរលោងស្រេចហើយបានឲ្យដល់បុត្ររបស់ខ្លួនព្រោះដូច្នោះបុត្ររបស់គេទើបបានប្រកាសឈ្មោះថាមត្ថកុណ្ឌលីក្នុងវេលាបុត្រនោះមានអាយុ16ឆ្នាំកើតរោគស្គមលឿងមេដាក៏លេចឃើញបុត្រហើយទើបនិយាយចំពោះព្រាហ្មណ៍ជាស្វាមីថាព្រាហ្មណ៍រោគកើតឡើងហើយដល់បុត្ររបស់លោកសូមលោករកពេទ្យមករក្សាគេផងព្រាហ្មណ៍ឆ្លើយថានាងដ៏ចម្រើនបើយើងរកពេទ្យមកយើងនឹងត្រូវឲ្យថ្លៃឈ្នួលគេនាងមិនមើលនៅការអស់ទ្រព្យរបស់យើងខ្លះទេឬនាងព្រាហ្មណីសួរថាបើដូច្នេះលោកនឹងធ្វើយ៉ាងណាព្រាហ្មណ៍ឆ្លើយថាទ្រព្យរបស់យើងនឹងមិនអស់ទៅបានយ៉ាងណាយើងនឹងធ្វើយ៉ាងនោះព្រាហ្មណ៍នោះបានទៅកាន់សំណាក់របស់ពួកពេទ្យហើយបានសួរពួកលោកដាក់ថ្នាំប្រភេទណាដល់មនុស្សដែលកើតរោគប្រភេទឯណោះលំដាប់នោះពួកពេទ្យក៏ប្រាប់ថ្នាំចំណែកសម្បកឈើជាដើមដល់គេទៅស្ទុះសម្បកឈើជាដើមដែលពួកពេទ្យនោះប្រាប់មកធ្វើជាថ្នាំដល់បុត្ររបស់ខ្លួនការព្រាហ្មណ៍នោះធ្វើដូច្នោះរោគបានកម្រើកខ្លាំងជាងមុនរហូតគេដល់នៅភាពមិនមាននរណាព្យាបាលបានព្រាហ្មណ៍ដឹងថាបុត្រទពលហើយទៅរកពេទ្យម្នាក់មកពេទ្យនោះមកពិនិត្យហើយទើបនិយាយកិច្ចថាខ្ញុំនៅមានកិច្ចលោកចូលរកពេទ្យដទៃឲ្យរក្សាចុះហើយប្រាប់ដល់ព្រាហ្មណ៍នោះក៏លាទៅព្រាហ្មណ៍វេលាថាបុត្ររបស់ខ្លួននឹងស្លាប់បានគិតថាពួកជនដែលមកដើម្បីត្រូវការរក្សានិងសួរសុខទុក្ខដល់បុត្រនេះនឹងឃើញទ្រព្យសម្បត្តិខាងក្នុងផ្ទះយើងនឹងយកគេទៅដាក់ខាងក្រៅដូច្នេះទើបនាំយកបុត្រចេញទៅឲ្យដេកត្រង់រៀនហាលផ្ទះខាងក្រៅព្រះពុទ្ធប្រមាលមើលឧបនិស្ស័យរបស់មត្ថកុណ្ឌលីក្នុងវេលាបច្ចុប្បន្នសម័យគឺវេលាជិតភ្លឺថ្ងៃនោះព្រះមានព្រះភិក្ខស្ដេចចេញអំពីព្រះមហាករុណាសមាបត្តិទ្រង់ប្រមាលមើលលោកដោយពុទ្ធចក្ខុឃើញពួកសត្វដែលជាផៅពងដែលព្រះអង្គគួរណែនាំបានដែលមានបុណ្យកុសលសន្សំទុកមកហើយមានសេចក្តីប្រាថ្នាក្នុងព្រះពុទ្ធពីអតីតទាំងឡាយទ្រង់បានផ្សាយសំណាញ់គឺញៀនទៅក្នុងមើលចក្រវាលមត្ថកុណ្ឌលីមាននប់ប្រកាសហើយក្នុងសំណាញ់គឺព្រះញៀននោះដោយអាការៈដែលដេកត្រង់របៀងខាងក្រៅផ្ទះនោះព្រះសាស្តាទ្រង់ទាត់ឃើញហើយទ្រង់ជ្រាបថាព្រាហ្មណ៍ដែលជាបិតានាំគេមកខាងក្រៅផ្ទះហើយឲ្យដេកក្នុងទីនោះទ្រង់ត្រេះរិះថានឹងមានប្រយោជន៍អ្វីខ្លះឬមិនមានណដោយបច្ច័យដែលតថាគតទៅក្នុងទីនោះទ្រង់កំពុងរំពឹងមើលទ្រង់បានឃើញហេតុនេះថាមានុបនេះនឹងធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគតធ្វើកាលកិរិយាហើយនឹងកើតក្នុងវិមានមាសកម្ពស់ប្រមាណ30យោជន៍ក្នុងតាវតឹងទេវលោកមាននាងទេពអប្សរជាបរិវារប្រមាណ1000ចំណែកព្រាហ្មណ៍នឹងធ្វើជាបណកិច្ចសរីរៈនោះយំនៅក្នុងព្រៃបច្ឆាទេវបុត្រនឹងប្រមាលមើលអត្តភាពខ្លួនកម្ពស់ប្រមាណ3គាវុតប្រដាប់ដោយគ្រឿងអលង្ការដែលប្រើរទេះ60គ្រឿងផ្ទុកមាននាងទេពអប្សរជាបរិវារ1000គិតថាសេរីសម្បត្តិនេះយើងបានដោយកម្មអ្វីណដូច្នេះហើយពិចារណាមើលក៏ជ្រាបថាបានដោយចិត្តជ្រះថ្លាក្នុងព្រះតថាគតគិតថាបិតារបស់យើងមិនឲ្យពេបផ្សំថ្នាំដល់យើងព្រោះខ្លាចទ្រព្យនឹងអស់ទៅឥឡូវនេះទៅយំនៅព្រៃបច្ឆាយើងនឹងធ្វើឲ្យដល់នៅប្រការដែលប្លែកដូច្នេះដោយសេចក្តីអន់ចិត្តក្នុងបិតាទើបនិមិត្តខ្លួនដូចជាមត្ថកុណ្ឌលីមានុបមកអង្គុយយំក្នុងព្រៃទីចិត្តបច្ឆាពេលនោះព្រាហ្មណ៍នឹកសួរថាអ្នកជានរណាគេនឹងឆ្លើយថាខ្ញុំជាមត្ថកុណ្ឌលីមានុបបុត្ររបស់លោកព្រាហ្មណ៍សួរថាលោកទៅកើតក្នុងភពណាទេវបុត្រឆ្លើយថាក្នុងភពតាវតឹងការព្រាហ្មណ៍សួរថាព្រោះកម្មអ្វីគេនឹងប្រាប់ថាកើតព្រោះចិត្តជ្រះថ្លាក្នុងព្រះតថាគតព្រាហ្មណ៍នឹងសួរតថាគតថាដែលឈ្មោះថាការធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះអង្គប៉ុណ្ណោះហ
ហើយទៅកើតក្នុងស្ថានសួគ៌មានឬពេលនោះតថាគតនឹងឆ្លើយថាមិនមាននរណាអាចនឹងកំណត់បានថាមានប្រមាណប៉ុណ្ណោះរយឬពាន់ឬសែនឡាយដូច្នេះហើយនឹងពោលគាថាក្នុងធម្មបទក្នុងការចប់គាថាការត្រាស់ដឹងធម៌នឹងមានដល់សត្វប្រមាណ 84,000 មត្ថកណ្ដលីទេវបុត្រនឹងបានជាសោតាបណ្ណៈអតិនបពកៈព្រាហ្មណ៍ក៏ដូចគ្នាអាស្រ័យបុត្រនេះការបូជាធម៌ដោយច្រើននឹងមានដោយប្រការដូច្នេះកាលទ្រង់ជ្រាបហើយលុះភ្លឺច្បាស់ហើយទ្រង់ធ្វើការបដិបត្តិជំរះព្រះសរីរៈស្រេចហើយមានភិក្ខុពួកធំហែហមហើយស្ដេចចូលទៅកាន់ក្រុងសាវត្ថីដើម្បីបិណ្ឌបាតស្ដេចដល់ទ្វារផ្ទះរបស់ព្រាហ្មណ៍តាមលំដាប់ក្នុងខណៈនោះមត្ថកណ្ដលីមាណពកំពុងដេកបែរមុខទៅខាងក្នុងផ្ទះព្រះសាស្តាទ្រង់ជ្រាបថាមិនឃើញព្រះអង្គទើបព្រះអង្គបានបញ្ចេញព្រះរស្មីទៅប៉ះនឹងម្ខាងនៃជញ្ជាំងមាណពគិតថានេះជាពន្លឺអ្វីទើបដេកផ្ងាត្រឡប់មកឃើញព្រះសាស្តាហើយគិតថានឹងអាស្រ័យបិតាជាជនអន្តពាលទើបមិនបានចូលគាល់ព្រះពុទ្ធធ្វើសេចក្តីខ្វល់ខ្វាយដោយកាយឬថ្វាយទានឬស្ដាប់ធម៌ឥឡូវនេះសូម្បីដៃទាំងពីររបស់យើងក៏លើកសំពះមិនបានកិច្ចដែលគួរធ្វើយ៉ាងដទៃមិនមានដូច្នេះហើយបានធ្វើចិត្តប៉ុណ្ណោះឲ្យជ្រះថ្លាព្រះសាស្តាទ្រង់ព្រះតម្រិះថាល្មមដោយការដែលមាណពនេះធ្វើចិត្តឲ្យជ្រះថ្លាប្រមាណប៉ុណ្ណេះហើយក៏ស្ដេចជះចេញទៅការព្រះតថាគតស្ដេចយាងបាត់អំពីក្រសែភ្នែកទៅមាណពដែលមានចិត្តជ្រះថ្លាធ្វើការលកិរិយាទៅដូចជាដេកលក់ហើយភ្ញាក់ឡើងវិញទៅកើតក្នុងវិមានមាសកម្ពស់ប្រមាណ30យោជន៍ក្នុងទេវលោកចំណែកព្រាហ្មណ៍ធ្វើជាបណកិច្ចស្រីរៈមាណពនោះហើយមានតែការយំជាខាងមុខទៅកាន់ទីព្រៃបច្ឆារាល់ថ្ងៃយំរៀបរាប់ថាកូនប្រុសតែមួយរបស់ពុកទៅទីណាកូនប្រុសតែមួយរបស់ពុកនៅទីណាកូនប្រុសតែមួយរបស់ពុកនៅទីណាកូនប្រុសតែមួយរបស់ពុកនៅទីណាសូម្បីទេវបុត្រការក្រឡេកមើលឃើញសម្បត្តិរបស់ខ្លួនហើយគិតថាសម្បត្តិនេះយើងបានដោយកម្មអ្វីកាលពិចារណាទៅក៏ដឹងថាបានដោយចិត្តដែលជ្រះថ្លាក្នុងព្រះសាស្តាដូច្នេះហើយទើបគិតតទៅទៀតថាព្រាហ្មណ៍នេះក្នុងការដែលយើងមិនសប្បាយមិនបានរកគ្រូពេទ្យមកព្យាបាលឡើយឥឡូវនេះបែរជាយំស្រែកនៅព្រៃបច្ឆាយើងគួរធ្វើឲ្យគេដល់នៅសេចក្តីប្លែកដូច្នេះទើបនិមិត្តខ្លួនដូចជាមត្ថកណ្ដលីមាណពមកហើយបានអោបដៃយំក្នុងទីដែលមិនឆ្ងាយពីបច្ឆាព្រាហ្មណ៍ឃើញគេហើយទើបគិតថាយើងយំព្រោះសោកដល់បុត្រដែលស្លាប់ឯមាណពនោះយំត្រូវការអ្វីណោយើងនឹងសួរគេមើលដូច្នេះការនឹងសួរបានពោលគាថានេះថាលោកតបតែងហើយដោយមត្ថកណ្ដលីមានភារៈគឺរបៀបផ្កាឈើមានខ្លួនផ្សាយដោយច័ន្ទលឿងអោបដៃទាំងពីរយំនៅក្នុងព្រៃបច្ឆាលោកមានទុកអ្វីឬមាននុពោលថារត់ធ្វើដោយមាសដល់ផោតផង់កើតឡើងហើយដល់ខ្ញុំរកគូនៃកង់នោះមិនបានខ្ញុំនឹងអស់ជីវិតព្រោះសេចក្តីទុកនោះពេលនោះព្រាហ្មណ៍បាននិយាយនឹងគេថាមនាលមាននប់ដល់ចម្រើនគូកង់នោះនឹងធ្វើដោយមាសក្តីធ្វើដោយកែវក្តីធ្វើដោយលោហៈក្តីធ្វើដោយប្រាក់ក្តីអ្នកចូលប្រាប់ខ្ញុំមកចោះខ្ញុំនឹងធានាឲ្យអ្នកបាននៅគូកង់នោះមាននប់បានស្ដាប់ពាក្យនោះគិតថាព្រាហ្មណ៍នេះមិនធ្វើថ្នាំឲ្យដល់បុត្រលុះមកឃើញយើងរូបរាងស្រដៀងបុត្រឈរយំទៅនិយាយថាយើងនឹងធ្វើកង់រទេះដែលធ្វើដោយមាសជាដើមឲ្យណាហើយចុះយើងនឹងផ្ចាញ់ផ្ចាល់គេដូច្នេះទៅពោលថាលោកនឹងធ្វើគូនៃកង់ដល់យើងប៉ុណ្ណាការព្រាហ្មណ៍នោះពោលថាលោកនឹងត្រូវការប៉ុណ្ណាទៅប្រាប់ថាខ្ញុំត្រូវការព្រះច័ន្ទនិងព្រះអាទិត្យទាំងពីរដួងលោកដែលខ្ញុំសូមហើយមេត្តាឲ្យព្រះច័ន្ទនិងព្រះអាទិត្យទាំងពីរនោះមកខ្ញុំចុះមាននប់នោះពោលដដែលដល់គេថាព្រះច័ន្ទនិងព្រះអាទិត្យបញ្ចេញពន្លឺជាគូគ្នាក្នុងវិថីទាំងពីររថរបស់ខ្ញុំធ្វើដោយមាសរមែងស្អាតសមជាមួយគូនៃកង់នោះលំដាប់នោះព្រាហ្មណ៍និយាយជាមួយគេថាមាននប់លោកប្រាថ្នារបស់ដែលគេមិនគួរប្រាថ្នាជាមនុស្សល្ងងមែនពិតខ្ញុំយល់ថាសូម្បីលោកស្លាប់ទៅក៏មិនបានព្រះច័ន្ទនិងព្រះអាទិត្យទាំងពីរនេះឡើយលំដាប់នោះមាននប់ទៅនិយាយនឹងព្រាហ្មណ៍នោះថាក៏បុគ្គលដែលយំដើម្បីត្រូវការវត្ថុដែលប្រកបជាមនុស្សល្ងងឬថាបុគ្គលដែលយំដើម្បីត្រូវការវត្ថុដែលមិនប្រកបជាមនុស្សល្ងងដូច្នេះតើព
ពោលគាថានេះថាសំបីការទៅនឹងការមករបស់ព្រះច័ន្ទនិងព្រះអាទិត្យក៏ប្រកបធាតុគឺវណ្ណៈនៃព្រះច័ន្ទនិងព្រះអាទិត្យក៏ប្រកបក្នុងវិថីទាំងពីរចំណែកជនដែលធ្វើកាលកិរិយាលះលោកនេះទៅហើយនរណាក៏មើលមិនឃើញបណ្ដាយើងទាំងពីរអ្នកយំនៅក្នុងទីនេះនរណាជាមនុស្សល្ងងជាងព្រាហ្មណ៍បានស្ដាប់ពាក្យនោះហើយកំណត់បានថាមាណពនេះនិយាយពាក្យនេះត្រូវទៅពោលថាមនាមាណពលោកនិយាយពិតហើយបណ្ដាយើងទាំងពីរយំនៅក្នុងទីនេះខ្ញុំជាមនុស្សល្ងងជាងខ្ញុំប្រាថ្នាបានបុត្រដែលស្លាប់ហើយឲ្យត្រឡប់មកដូចជាទារុយំប្រាថ្នាបានព្រះច័ន្ទដូច្នេះហើយក៏ជាអ្នកបាត់សេចក្តីសោកព្រោះពាក្យរបស់មាណពនោះការនឹងធ្វើសេចក្តីសរសើរចំពោះមាណពបានពោលគាថាទាំងនេះថាលោកមកស្រោចខ្ញុំដែលជាអ្នកក្តៅខ្លាំងដោយបុគ្គលលុតភ្លើងដោយឆេះដោយទឹកខ្ញុំរមែងញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងពួងឲ្យរលត់បានលោកបន្តបងសេចក្តីសោកព្រោះបុត្ររបស់ខ្ញុំដែលសេចក្តីសោកក្របសង្កត់ហើយបានដកនៅកូនសគឺសេចក្តីសោកដែលមុតហឫទ័យខ្ញុំចេញបានខ្ញុំនោះឈ្មោះថាជាអ្នកមានកូនសដែលលោកបានដកចេញហើយជាអ្នកត្រជាក់ស្ងប់ហើយមនាមាណពខ្ញុំវិនិច្ឆ័យសេចក្តីសោកវិនិច្ឆ័យការយំស្រែកព្រោះបានស្ដាប់ពាក្យរបស់លោកគណៈនោះព្រាហ្មណ៍ការនឹងសួរគេថាលោកឈ្មោះអ្វីទៅពោលថាលោកជាទេវតាឬកន្ធពឬជាស្ដេចសកៈទេវរាជលោកឈ្មោះអ្វីឬជាបុត្ររបស់នរណាខ្ញុំនឹងស្គាល់លោកបានដូចម្ដេចលំដាប់នោះមាណពបានប្រាប់ដល់គេថាលោកដុតបុត្រណាក្នុងបច្ឆាដោយខ្លួនឯងហើយរមែងយំរៀបរាប់ដល់បុត្រណាបុត្រអ្នកនោះគឺខ្ញុំដែលធ្វើកុសលធម៌ហើយដល់ភាពជាមិត្តរបស់ពួកទេវតាព្រាហ្មណ៍បានពោលថាលោកឲ្យទានតិចឬច្រើនក្នុងផ្ទះរបស់ខ្លួនឬរក្សាឧបោសថកម្មដូច្នោះខ្ញុំមិនដែលឃើញលោកទៅទេវលោកព្រោះកម្មអ្វីមាណពពោលថាខ្ញុំមានរោគជាទុក្ខឈឺចុកចាប់មានកាយរសាប់រសល់នៅក្នុងផ្ទះរបស់ខ្លួនបានឃើញព្រះពុទ្ធទ្រង់ប្រះចាកធូលីគឺកិលេសឆ្លងសេចក្តីសង្ស័យចេញបានស្ដេចទៅល្អហើយមានព្រះបញ្ញាមិនអន់ថយខ្ញុំនោះមានចិត្តរីករាយហើយមានចិត្តជ្រះថ្លាហើយបានថ្វាយអញ្ជលីចំពោះព្រះតថាគតខ្ញុំបានធ្វើកុសលកម្មនោះឯងទើបបានអត្តភាពជាមិត្តរបស់ពួកទេវតាកាលមាណពនោះកំពុងនិយាយរៀបរាប់នោះឯងស្រីរៈទាំងឡាយរបស់ព្រាហ្មណ៍ក៏ពេញដោយបិតិគេការនឹងប្រកាសបិតិនោះទៅពោលថាគួរអស្ចារ្យណាស់ណោគួរចម្លែកណាស់ណោវិបាកនៃការធ្វើអញ្ជលីនេះប្រព្រឹត្តទៅបានដូច្នោះសំបីខ្ញុំមានចិត្តរីករាយហើយមានចិត្តជ្រះថ្លាហើយដល់ព្រះពុទ្ធថាជាសារណៈក្នុងថ្ងៃនេះឯងលំដាប់នោះមាណពបានពោលនឹងគេថាលោកចូលជាអ្នកមានចិត្តជ្រះថ្លាចុះដល់ព្រះពុទ្ធទាំងព្រះធម៌ទាំងព្រះសង្ឃជាសារណៈក្នុងថ្ងៃនេះឯងលោកចូលជាអ្នកមានចិត្តជ្រះថ្លាយ៉ាងនេះឯងសមាទានសិក្ខាបទ5ធ្វើឲ្យធ្លុះធ្លាយចូលប្រញាប់វាចាបាណាតិបាតការសម្លាប់ចូលវាចារបស់ដែលម្ចាស់គេមិនបានឲ្យក្នុងលោកចូលកំផឹកទឹកស្រវឹងចូលកុំនិយាយពាក្យកុហកចូលជាអ្នកពេញចិត្តក្នុងភរិយារបស់ខ្លួនគេទទួលថាសាធុបានពោលភាសិតគាថាទាំងនេះថាយៈលោកជាអ្នកប្រាថ្នាប្រយោជន៍ដល់ខ្ញុំទេវតាលោកជាអ្នកប្រាថ្នាវត្ថុដែលចម្រើនដល់ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកជាអាចារ្យរបស់ខ្ញុំសូមដល់នៅព្រះពុទ្ធជាសារណៈផងខ្ញុំសូមដល់នៅព្រះធម៌ដែលមិនមានវត្ថុដតីក្រៃលែងជាងជាសារណៈផងខ្ញុំសូមដល់នៅព្រះសង្ឃរបស់ព្រះពុទ្ធដែលជាអគ្គបុគ្គលដូចជាទេវតាថាជាសារណៈផងខ្ញុំនឹងប្រញាប់វាចាបាណាតិបាតវាចាការកាន់យកវត្ថុម្ចាស់គេមិនបានឲ្យមិនផឹកទឹកស្រវឹងមិននិយាយពាក្យកុហកនិងពេញចិត្តក្នុងភរិយារបស់ខ្លួនលំដាប់នោះទេវតាពោលនឹងព្រាហ្មណ៍ថាព្រាហ្មណ៍ទ្រពនៅក្នុងផ្ទះរបស់លោកមានច្រើនលោកចូលទៅគាល់ព្រះសាស្តាហើយថ្វាយទានចូលស្ដាប់ធម៌ចូលសួរធម៌ដូច្នេះហើយក៏អណ្ដោលទៅធានទៅក្នុងទីនោះឯងព្រាហ្មណ៍បានថ្វាយទានដល់ព្រះពុទ្ធចំណែកព្រាហ្មណ៍ទៅផ្ទះហើយហៅនាងព្រាហ្មណីមកនិយាយថានាងដ៏ចម្រើនខ្ញុំនឹងនិមន្តព្រះសមណគោតមហើយទូលសួរបញ្ហាឯងចូលធ្វើសក្ការៈដូច្នេះបានទៅកាន់វិហារមិនថ្វាយបង្គំព្រះសាស្តាឡើយ
មិនធ្វើបដិសន្ធារៈឈរនៅក្នុងទីដ៏សមគួរមួយហើយក្រាបទូលថាព្រះសមណគោតមដោយចម្រើនសូមព្រះអង្គព្រមទាំងភិក្ខុសង្ឃទ្រង់ទទួលផុតតាហាររបស់ខ្ញុំព្រះអង្គដើម្បីសោយក្នុងថ្ងៃនេះព្រះសាស្តាទ្រង់ទទួលហើយគេបានជ្រាបថាព្រះសាស្តាទ្រង់ទទួលហើយទើបប្រញាត្រឡប់មកផ្ទះប្រើមនុស្សឲ្យតាក់តែងខាទនិយៈភោជនីយាហាទុកក្នុងផ្ទះរបស់ខ្លួនព្រះសាស្តាមានពួកភិក្ខុសង្ឃហែហោមហើយស្ដេចយាងទៅកាន់ផ្ទះរបស់ព្រាហ្មណ៍នោះប្រថាប់គង់លើអាសនៈដែលគេក្រាបទុកព្រាហ្មណ៍អង្គាសហើយដោយគ្រប់មហាជនក៏ប្រជុំគ្នាថាបានឮថាការព្រះតថាគតដែលព្រាហ្មណ៍ជាមច្ឆាទិដ្ឋិនិមន្តហើយពួកជនពីរពួកក៏មកប្រជុំគ្នាគឺពួកជនមច្ឆាទិដ្ឋិប្រជុំគ្នាដោយតាំងចិត្តថាថ្ងៃនេះពួកយើងនឹងមើលព្រះសមណគោតមដែលត្រូវព្រាហ្មណ៍បៀតបៀនដោយការសួរបញ្ហាពួកជនជាសមាទិដ្ឋិក៏មកប្រជុំគ្នាដោយតាំងចិត្តយ៉ាងនេះថាថ្ងៃនេះពួកយើងនឹងមើលពុទ្ធវិស័យពុទ្ធលីលាលំដាប់នោះព្រាហ្មណ៍បានចូលទៅគាល់ព្រះតថាគតដែលទ្រង់ធ្វើផុតកិច្ចស្រេចហើយអង្គុយលើអាសនៈទាបបានទូលសួរបញ្ហាថាព្រះសមណគោតមដោយចម្រើនមានឬដែលឈ្មោះថាពួកជនដែលមិនបានថ្វាយទានដល់ព្រះអង្គមិនបានបូជាព្រះអង្គមិនបានស្ដាប់ធម៌មិនបានរក្សាឧបោសថឡើយបានទៅកើតក្នុងឋានសួគ៌ដោយត្រឹមតែធ្វើចិត្តឲ្យជ្រះថ្លាតែម្យ៉ាងប៉ុណ្ណោះព្រះសាស្តាត្រាស់ថាព្រាហ្មណ៍ហេតុណាលោកមកសួរតថាគតការដែលខ្លួនធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគតហើយកើតក្នុងឋានសួគ៌ដែលមត្ថកណ្ដលីបុត្ររបស់លោកបានប្រាប់ដល់លោកហើយមិនមែនឬព្រាហ្មណ៍សួរថាក្នុងកាលណាព្រះគោតមដ៏ចម្រើនព្រះសាស្តាត្រាស់ថាថ្ងៃនេះលោកទៅកាមព្រៃខ្មោចយំរៀបរាប់ឃើញមាននប់ម្នាក់អោបដៃយំក្នុងទីមិនឆ្ងាយហើយសួរថាលោកតាក់តែងហើយដូចមត្ថកណ្ដលីមានភារៈគឺរបៀបផ្កាឈើមានខ្លួនផ្សែងដោយច័ន្ទលឿងដូច្នេះជាដើមមិនមែនឬកាលទ្រង់ប្រកាសពាក្យដោយជនទាំងពីរពោលជាមួយគ្នាហើយទ្រង់បានត្រាស់រឿងមត្ថកណ្ដលីទាំងអស់ព្រោះដូច្នោះរឿងមត្ថកណ្ដលីនោះទើបបានឈ្មោះថាជាពុទ្ធភាសិតការព្រះសាស្តាត្រាស់រឿងមត្ថកណ្ដលីនោះហើយទើបត្រាស់ថាមនាព្រាហ្មណ៍ពួកសត្វដែលធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគតហើយទៅកើតក្នុងឋានសួគ៌រាប់ថាមាន100ឬ200ក៏ទេដោយពិតពួកសត្វដែលធ្វើចិត្តឲ្យជ្រះថ្លាក្នុងតថាគតហើយទៅកើតក្នុងឋានសួគ៌មានចំនួនរាប់មិនបានឡើយមហាជនក៏កើតសេចក្តីសង្ស័យហើយលំដាប់នោះព្រះសាស្តាទ្រង់ជ្រាបដល់មហាជនទាំងនោះនៅមានសេចក្តីសង្ស័យទ្រង់អធិដ្ឋានថាសូមមត្ថកណ្ដលីទេវបុត្រចូលមកព្រមទាំងវិមានទេវបុត្រមានអត្តភាពដែលប្រដាប់ហើយដោយគ្រឿងអភរណៈទើបកម្ពស់ប្រមាណ3គីវុតមកហើយចុះចាកវិមានថ្វាយបង្គំព្រះសាស្តាហើយបានឈរនៅក្នុងទីដ៏សមគួរមួយលំដាប់នោះព្រះសាស្តាត្រាស់សួរទេវបុត្រនោះថាលោកធ្វើកម្មអ្វីទើបបានសម្បត្តិនេះទ្រង់បានត្រាស់ប្រគាថាទេវតាលោកមានកាយស្រស់ល្អក្រៃលែងឈរធ្វើទិសទាំងពួងឲ្យភ្លឺស្វាងដូចផ្កាយព្រឹកទេវតាយើងសូមសួរលោកដែលមានអានុភាពច្រើនកាលលោកនៅជាមនុស្សបានធ្វើបុណ្យអ្វីទុកទេវបុត្រក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនសម្បត្តិនេះខ្ញុំព្រះអង្គបានហើយព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គព្រះសាស្តាត្រាស់ថាសម្បត្តិនេះលោកបានហើយព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងតថាគតឬទេវតាក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនពិតមែនមហាជនបានក្រឡេកមើលទេវបុត្រហើយបានប្រកាសសេចក្តីត្រេកអរថាណែបាពុទ្ធគុណគួរពិតអស្ចារ្យណាស់ណោបុត្ររបស់ទិនបពកៈព្រាហ្មណ៍មិនបានធ្វើបុណ្យអ្វីយ៉ាងដទៃញ៉ាំងចិត្តឲ្យជ្រះថ្លាហើយបានសម្បត្តិបែបនេះចិត្តជាធំគ្រប់យ៉ាងលំដាប់នោះព្រះសាស្តាត្រាស់ដល់មហាជនទាំងនោះថាក្នុងការធ្វើកម្មដែលជាកុសលនិងអកុសលចិត្តមានសភាពដល់មុនចិត្តជាធំព្រោះថាកម្មដែលធ្វើដោយចិត្តផោផង់ហើយរមែងមិនលះបុគ្គលដែលទៅកាន់ទេវលោកមនុស្សលោកដូចស្រមោលដូច្នោះលុះត្រាស់រឿងនេះចប់ហើយទ្រង់ជាធម្មរាជាត្រាស់គាថានេះបន្តអនុសន្ធិដូចជាព្រះរាជាប្រថាប់ព្រះរាជសាសន៍ដែលមានដីស្អិតប្រចាំទុកហើយដោយព្រះរាជឡាញ់ចកថាមនោពពាំងកមាធម្មាមនោសេដ្ឋោមនោមយាមនសាជេបសន្នេនភាសតិវាក្រោតិវាតតោណាំងសុខមនវេតិឆាយាវអនុបាយនីធម៌ទាំងឡាយមានចិត្តដល់មុនមានចិត្តជាធំសម្រេចហើយដោយចិត្ត
បើបុគ្គលមានចិត្តផូរផង់ហើយពលក្តីធ្វើក្តីសេចក្តីសុខរមែងទៅតាមគេព្រោះហេតុនោះដូចស្រមោលអន្ទោលតាមប្រាណដូច្នោះសេចក្តីអធិប្បាយគាថាចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ4សំបីទាំងអស់ហៅថាចិត្តក្នុងព្រះគាថានេះដោយមិនលីឡំគ្នាសំបីក៏ពិតតែការនិយមកំណត់ចុះក្នុងពាក្យនេះរមែងបានដល់ចិត្តដែលជាកាមាវចរៈកុសល8ដួងក៏កាលពោលដល់អំណាចវត្ថុរមែងបានដល់ចិត្តដែលជាសហកតៈដោយសមណោះប្រកបដោយញាណអំពីកាមាវចរៈកុសលចិត្ត8ដួងនោះបទថាពពាំងកមាសភាពដល់មុនបានដល់ប្រកបដោយចិត្តនោះដែលធម្មជាតិដល់មុនខណ្ឌ3វេទនាសញ្ញាសង្ខារជាដើមឈ្មោះថាធម្មាធម៌ទាំងឡាយពិតហើយចិត្តជាសភាពដល់មុនអរូបខណ្ឌទាំង3មានវេទនាខណ្ឌជាដើមដោយអត្ថាជាបច្ច័យជាគ្រឿងឲ្យកើតឡើងព្រោះហេតុនោះខណ្ឌទាំង3ប្រការនោះទើបឈ្មោះថាមโนពពាំងកមាមានចិត្តដល់មុនដោយពលថាការទាយុជាច្រើនកំពុងធ្វើបុណ្យរួមគ្នាមានថ្វាយបាតនិងជីវរជាដើមដល់ភិក្ខុសង្ឃពួកធំក្តីមានការបូជាស្ដាប់ធម៌តាំងប្រតិបនិងធ្វើសក្ការៈដោយផ្កាកម្រងដល់ឡារឹកជាដើមក្តីការមានអ្នកពោលថានរណាជាប្រធានរបស់ទាយុទាំងនោះទាយុណាជាបច្ច័យរបស់ពួកគេគឺពួកគេអាស្រ័យទាយុណាទើបធ្វើបុណ្យទាំងនេះបានទាយុនោះឈ្មោះថាទេសក្តីឈ្មោះថាបោសក្តីប្រជុំជនរមែងហៅថាជាប្រធានរបស់ពួកគេយ៉ាងណាមានឧបមាដែលជាគ្រឿងឲ្យយល់អត្ថដល់ព្រមនេះបណ្ឌិតក៏បីជ្រាបដូច្នោះចិត្តឈ្មោះថាមានការដល់មុនធរទាំងនោះដោយអត្ថាជាបច្ច័យជាគ្រឿងឲ្យកើតឡើងដោយប្រការដូច្នេះហេតុនោះធរទាំងនេះទៅឈ្មោះថាមានចិត្តដល់មុនពិតហើយធរពួកនេះកាលមិនមានចិត្តកើតឡើងរមែងមិនអាចកើតឡើងបានចំណែកចិត្តកាយចិត្តសក្តធរពួកខ្លះសំបីមិនកើតឡើងក៏កើតឡើងបានចិត្តឈ្មោះថាធំជាងធរទាំងនេះដល់អំណាចជាអធិបតីព្រោះដូច្នោះធរទាំងនោះទៅឈ្មោះថាមโนសេដ្ឋាមានចិត្តជាធំដោយពោលថាបរោះជាអធិបតីនៃប្រជុំជនមានគណៈជាដើមក៏ហៅថាជាធំនៃគណៈជាធំនៃកងទ័ពយ៉ាងណាចិត្តក៏ជាធំសំបីនៃធរទាំងនោះព្រោះហេតុនោះធរទាំងឡាយទើបមានឈ្មោះថាមានចិត្តជាធំដូច្នេះម្យ៉ាងទៀតវត្ថុទាំងឡាយនោះសម្រាប់ហើយដោយវត្ថុមានមាសជាដើមក៏ឈ្មោះថាសម្រាប់ហើយដោយមាសជាដើមយ៉ាងណាសំបីធរទាំងនោះបានឈ្មោះថាមโนមយាសម្រាប់ហើយដោយចិត្តព្រោះជារបស់សម្រាប់អំពីចិត្តដូច្នេះបទថាប្រសន្ននៃអ្នកផោផង់ហើយបានដល់ផោផង់ហើយដោយគុណទាំងឡាយមានការមិនសម្លឹងរំពេជាដើមបទថាភាសតិវាក្រោតិវានិយាយក្តីធ្វើក្តីសេចក្តីថាបុគ្គលមានចិត្តបែបនេះកាលនឹងនិយាយរមែងនិយាយតែវិជ័យសុចរិត4យ៉ាងកាលនឹងធ្វើរមែងធ្វើតែកាយសុចរិត3យ៉ាងកាលមិននិយាយកាលមិនធ្វើរមែងធ្វើតែមโนសុចរិត3យ៉ាងឲ្យបបោដោយខ្លួនមានចិត្តផោផង់ហើយដោយគុណទាំងឡាយមានការមិនសម្លឹងរំពៃជាដើមនោះកុសលកម្មបត្តិ10របស់គេរមែងដល់នៅសេចក្តីបបោដោយប្រការយ៉ាងនេះបទថាតតោណាំងសុខមនវេតិសេចក្តីសុខរមែងជាប់តាមគេព្រោះហេតុនោះបានដល់សេចក្តីសុខរមែងជាប់តាមបុគ្គលនោះទៅព្រោះសុចរិត3យ៉ាងនេះកុសលទាំង3ភូមិព្រះមានព្រះភិក្ខត្រង់បំណងហើយក្នុងទីនេះព្រោះហេតុនោះបណ្ឌិតក៏បីជ្រាបអធិប្បាយថាសេចក្តីសុខដែលជាផលដែលប្រព្រឹត្តទៅតាមផ្លូវកាយនិងប្រព្រឹត្តទៅតាមផ្លូវចិត្តដោយបរិយាយនេះសេចក្តីសុខដែលមានកាយជាទីតាំងខ្លះសេចក្តីសុខដែលមានចិត្តក្រៅពីនេះជាទីតាំងខ្លះរមែងជាប់ទៅតាមគឺថារមែងមិនលះបង់បុគ្គលនោះដែលកើតហើយក្នុងសុគតិភពក្តីតាំងហើយក្នុងទីដែលសោយសុខក្នុងសុគតិក្តីព្រោះអានុភាពនៃសុចរិតដែលប្រព្រឹត្តទៅក្នុងភូមិ3ដោយអ្វីដោយស្រមោលអន្ទោលតាមប្រាណឆាយាវអនុបាយនីអធិប្បាយថាធម្មតាស្រមោលជារបស់ជាប់តាមសរីរៈការសរីរៈដើរទៅវាក៏ដើរទៅការសរីរៈឈប់វាក៏ឈប់ការសរីរៈអង្គុយវាក៏អង្គុយមិនមាននរណាអាចពោលចំពោះស្រមោលនោះដោយពាក្យល្អិតក្តីដោយពាក្យក្រឹតក្រៀកក្តីថាឯងចូលត្រឡប់ទៅឬវាយហើយឲ្យត្រឡប់ទៅបានព្រោះហេតុអ្វីព្រោះស្រមោលជារបស់ជាប់តាមសរីរៈយ៉ាងណាសេចក្តីសុខដែលប្រព្រឹត្តទៅតាមផ្លូវកាយនិងប្រព្រឹត្តទៅតាមផ្លូវចិត្តផ្សេងដោយសុខមានកាមាវចរៈសុខជាដើមដែលមានកុសលនៃកុសលកម្មបត្តិទាំង10នេះដែលបុគ្គលប្រព្រឹត្តច្រើនហើយនិងប្រព្រឹត្តល្អហើយជាឫគល់រមែងមិនលះបង់បុគ្គលនោះ
នៅក្នុងទីដែលគេទៅហើយដោយស្រមោលជាប់តាមខ្លួនដូច្នោះដែរក្នុងការចាប់ព្រះគាថាការត្រាស់ដឹងធម៌បានមានហើយដល់ពួកសាស្ត្រ84000មត្ថកណ្ដលីទេវបុត្រតាំងហើយនៅក្នុងសោតាបត្តិផលអតិនបបកៈព្រាមក៏ដូចគ្នាគេបានបូជាទ្រព្យសម្បត្តិដោយច្រើនទុកនៅក្នុងព្រះពុទ្ធសាសនានោះឯងចាប់រឿងមត្ថកណ្ដលី